លំអិតលទ្ធផលផ្លែផ្កាក្រៅញាហុងឈិនឈុននិងមន្ត្រីតំណាងក្រសួងស្ថាប័នរដ្ឋចំនួន4ជិះយន្តហោះទៅគោះទ្វារវិនិយោគិនដល់ប្រទេសឥណ្ឌូនេស៊ីរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី29ខែកុម្ភៈរហូតដល់ថ្ងៃទី2ខែមីនាឆ្នាំ2024នេះលោកអាញាហុងឈិនឈុនប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍបានដឹកនាំប្រតិភូប្រមាណជាង10ក្រុមហ៊ុនរួមទាំងមន្ត្រីតំណាងស្ថាប័នរដ្ឋចំនួន4ស្ថាប័នរួមមានមន្ត្រីតំណាងនៃក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាមន្ត្រីតំណាងនៃក្រសួងពាណិជ្ជកម្មនិងមន្ត្រីតំណាងនៃក្រសួងរាយនឹងធម្មពលរួមទាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍជនបទចូលរួមនៅក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជានិងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលមានការចូលរួមពីស្ថាប័នឯកជនឥណ្ឌូនេស៊ីចំនួន8ក្រុមហ៊ុនតាមការបញ្ជាក់ឲ្យដឹងពីលោកអាញាហុងឈិនឈុនជំនួបឆ្លងប្រទេសថ្នាក់ក្រសួងស្ថាប័នពាក់ព័ន្ធរយៈពេល3ថ្ងៃកន្លងមកនេះពិតជាសម្រេចបាននូវកាលានុវត្តភាពគួរជាទីមោទនៈបំផុតខណៈដែលក្រោយជំនួបពិភាក្សាផ្លាស់ប្ដូរយោបល់និងការធ្វើបទបង្ហាញពីទីតាំងនិងឱកាសនៃការវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ីក៏ដូចជាប្រធានក្រុមហ៊ុនធំៗលំដាប់ជួរមុខនៅប្រទេសឥណ្ឌូនេស៊ីសុទ្ធតែចាប់អារម្មណ៍និងបង្ហាញពីឆន្ទៈចង់មកបន្តសិក្សាឆ្វេងយល់ផ្ទាល់នៅកម្ពុជាតាមរយៈការកំណត់ការបរិច្ឆេទយ៉ាងច្បាស់លាស់បំផុតជាពិសេសក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ីក៏បានបង្ហាញពីផែនការដឹកនាំគណៈប្រតិភូនិងអ្នកជំនួយឥណ្ឌូនេស៊ីមកធ្វើទស្សនកិច្ចធុរកិច្ចនៅកម្ពុជាក្នុងខែកញ្ញាខាងមុខផងដែរតែរយៈពេល3ថ្ងៃនេះបេសកកម្មរបស់គណៈប្រតិភូនៃសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍនិងក្រសួងស្ថាប័នរដ្ឋទាំង4ពីកម្ពុជាជាយន្តហោះទៅគោះទ្វារតាក់មួយវិនិយោគិននៅប្រទេសឥណ្ឌូនេស៊ីសម្រាប់បានផ្លែផ្កាជាវិជ្ជមានអ្វីខ្លះបេសកកម្មថ្ងៃទី1នាថ្ងៃទី29ខែកុម្ភៈជំនួបរវាងសមាគមសសយោកសអនិងក្រុមហ៊ុន PT Sitata TBK ដែលជាក្រុមហ៊ុនអាថ្មធំជាងគេនៅឥណ្ឌូនេស៊ីបានឆ្វេងយល់ពីបរិយាកាសទូទៅនៃអាជីវកម្មរ៉ែថ្មអាព្រមទាំងសន្យាថានឹងមកទស្សនកិច្ចនៅទីតាំងថ្មអានៅកម្ពុជានាពេលខាងមុខក្រុមហ៊ុន PT Trinity Dynamics គឺជាក្រុមហ៊ុន Top 10ហើយក៏កំពុងតែចាប់អារម្មណ៍ពីការវិនិយោគទីក្រុងថ្មីអរិយស័ក្តិនិងមានបំណងមកឆ្វេងយល់បន្ថែមពីគម្រោងតំបន់ឆ្នេរប្រទេសកម្ពុជាថែមទៀតផងបន្ថែមពីនេះប្រធានសមាគម HIPMI ដែលជាសមាគមវ័យក្មេងមានសមាជិកប្រមាណ 10000 នាក់នៅប្រទេសឥណ្ឌូនេស៊ីក៏មានបំណងដឹកនាំសមាជិករបស់ខ្លួនមកធ្វើ Business Matching Event ជាមួយនឹងកម្ពុជានាចុងឆ្នាំ2024នេះផងដែរសម្រាប់បេសកកម្មថ្ងៃទី2គឺថ្ងៃទី1ខែមីនាលោកអាញាហុងឈិនឈុនបានបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹងក្រសួងក្រមប្រឹក្សាសម្រាប់សម្រួលការវិនិយោគនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលមានវត្តមានអាយដាមបណ្ឌិត Santo Damo Sumato ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបកិច្ចប្រជុំសមាគមទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតនិងទទួលបានលទ្ធផលជាផ្លែផ្កាដោយក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគឥណ្ឌូនេស៊ីសន្យាថានឹងដឹកនាំប្រតិភូអ្នកវិនិយោគឥណ្ឌូនេស៊ីប្រមាណ16ក្រុមហ៊ុនមកប្រទេសកម្ពុជានាខែមិថុនាឆ្នាំ2024នេះបេសកកម្មថ្ងៃទី2ដដែលនៅក្នុងជំនួបជាមួយនឹងក្រុមហ៊ុន Waskita Kaya ដែលជាក្រុមហ៊ុនរដ្ឋដ៏ធំលើវិស័យសំណង់វិស្វកម្មនិងផលិតដែកថែបសមាគមទទួលបានការចែករំលែកនូវបទពិសោធន៍ស្ដីពីវិស័យសំណង់វិស្វកម្មព្រមទាំងផលិតកម្មដែកថែបនិងក្រុមហ៊ុន Sina Mas Group ដែលជាក្រុមហ៊ុន Top 5កំពុងតែអភិវឌ្ឍនៅលើទីក្រុងឆ្លាតវៃ BSD City ឥណ្ឌូនេស៊ីលើផ្ទៃដីទំហំប្រមាណជាង 6000 ហិកតានិងបានសម្រេចការសាងសង់រួច 80% ផងដែរជាលទ្ធផលគណៈដឹកនាំក្រុមហ៊ុន Sina Mas Group ក៏បានធ្វើបទបង្ហាញនិងចែករំលែកចំណេះដឹងនៅក្នុងការអភិវឌ្ឍទីក្រុងរណបថ្មីហើយក៏មានចំណាប់អារម្មណ៍ចង់មកវិនិយោគលើការសាងសង់លំនៅឋានអគារពាណិជ្ជកម្មនៅក្រុងរណបអរិយស័ក្តិក្រុងកែបនិងនៅខេត្តកំពតផងដែរសម្រាប់បេសកកម្មថ្ងៃទី3កាលពីថ្ងៃទី2ខែមីនាសមាគម CYEAD សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍនិងសមាគម JCI ឥណ្ឌូនេស៊ីបានសម្រេចចុះអនុសារណៈយោគយល់គ្នាជាផ្លូវការក្រោមអធិបតីភាពអាយដាមបណ្ឌិត Santo Damo Sumato ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជាបន្ថែមពីនោះអង្គការហុងឈិនឈុននិងប្រតិភូក្រសួងពាក់ព័ន្ធក៏មានជំនួបការងារជាមួយនឹងក្រុមហ៊ុន Khana ដែលជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិមធំជាងគេនៅឥណ្ឌូនេស៊ីនិងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនគ្រឿងសង្ហារិមធំៗទាំង10នៅលើពិភពលោកក្រុមហ៊ុន Khana
ក៏មានចំណាប់អារម្មណ៍មកធ្វើការសិក្សាទៅលើទីផ្សារនិងលទ្ធភាពវិនិយោគនៅកម្ពុជាជាផ្លូវការព្រមទាំងត្រៀមមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងឆ្នាំ2024នេះផងដែរក្រោយជំនួបផ្គូផ្គងធុរកិច្ចចុះលោកអាញាហុងជិនឈុនក៏បានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសមជាមួយនឹងឯកឧត្តមទៀនសំណាងឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ីហើយឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងបំផុតចំពោះចក្ខុវិស័យរបស់សមាគមនិងសូមលើកទឹកចិត្តឲ្យសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍសូមបន្តបេសកកម្មការទូតពាណិជ្ជកម្មទាំងនេះបន្តទៀតដើម្បីគៀងគរអ្នកវិនិយោគិនបរទេសចូលមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាយើងឲ្យបានកាន់តែច្រើន។